សូមគោរពនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនដែលកំពុងតែទស្សនាវីដេអូមួយនេះថ្ងៃនេះដែរនាងខ្ញុំនាំពុកម៉ែបងប្អូនទៅទស្សនាទីកន្លែងមួយដែលស្ថិតនៅក្នុងខេត្តសៀមរាបហើយបងប្អូនមួយចំនួនក៏គាត់ប្រហែលជាបានអញ្ជើញទៅទស្សនារួចហើយប៉ុន្តែបងប្អូនមួយចំនួនប្រហែលជាគាត់អត់ទាន់ចូលទស្សនាទេតែគ្រាន់តែជិះកាត់ហើយគាត់ច្បាស់ជាឆ្ងល់ហើយថាតើទីកន្លែងនោះគឺជាអ្វីហើយគេធ្វើអីហើយបងប្អូនអាចមើលផ្លូវដែលខ្ញុំនាំទៅគឺផ្លូវទៅតាមផ្លូវអង្គរបងប្អូនហើយពេលមកដល់ត្រង់នេះគឺមកដល់ទីកន្លែងអាប៉ូប៉ូហើយឃើញសញ្ញារូបកណ្ដុរអាប៉ូប៉ូនេះគឺមានឈ្មោះកាត់របស់អង្គការគេណាបងប្អូនហើយក្នុងនោះដែរគឺគេធ្វើការតាក់ទងជាមួយនឹងរំដោះមីននៅប្រទេសកម្ពុជាយើងដោយប្រើសត្វកណ្ដុរជាអ្នកហាត់មីនឬក៏ជាអ្នកស្វែងរកមីនណាបងប្អូនហើយពេលដែលខ្ញុំចូលមកដល់គឺខ្ញុំត្រូវរងចាំរយៈពេល20នាទីដើម្បីចូលរួមជាមួយតួផ្សេងៗហើយកំឡុងពេលនោះដែរនេះខ្ញុំក៏បានដើរជុំវិញក្នុងការិយាល័យរបស់គេទៅបន្ទប់ទទួលភ្ញៀវដើម្បីមើលព័ត៌មានផ្សេងៗតាក់ទងជាមួយនឹងសត្វកណ្ដុរក៏ដូចជាសត្វឆ្កែដែលគេបិទនៅលើផ្លាកក្តារខៀនព័ត៌មានណាបងប្អូនហើយអ្វីដែលខ្ញុំបានអានគឺគេនិយាយអំពីសត្វកណ្ដុរដែលជួយរំដោះមីននៅប្រទេសកម្ពុជាក៏ដូចជាប្រទេសផ្សេងៗដែលអង្គការអាប៉ូប៉ូធ្វើការជាមួយណាហើយបន្ទាប់ពីរងចាំមកពួកខ្ញុំក៏បានចូលរួមនៅក្នុងតួរបស់អង្គការដែលខ្ញុំចូលនោះដែរប៉ុន្តែបញ្ជាក់ណាបងប្អូនគឺពួកយើងអត់បានចូលទស្សនាដោយ free ទេគឺយើងចូលទស្សនាដោយទិញសម្បត្តិចូលរួមម្នាក់គឺ$10ទាំងខ្មែរទាំងបរទេសហើយសម្រាប់តួវិញគឺយើងអត់បានប្រើភាសាខ្មែរទេមគ្គុទ្ទេសក៍ទេសចររបស់យើងគឺគាត់ប្រើភាសាអង់គ្លេសហើយក្នុងនោះដែរខ្ញុំក៏បានចូលរួមដូចគ្នាដែរគឺស្ដាប់ជាភាសាអង់គ្លេសប៉ុន្តែនាងខ្ញុំនឹងពន្យល់បកស្រាយតាក់ទងទៅនឹងអ្វីដែលខ្ញុំទៅទស្សនាហើយទទួលបានព័ត៌មានតាក់ទងជាមួយនឹងApopo Visitor Center ណាបងប្អូនប្អូនមគ្គុទ្ទេសក៍ទេសចរម្នាក់នេះគាត់បាននិយាយជាភាសាអង់គ្លេសយ៉ាងមានជំនាញហើយគាត់បានពន្យល់អំពីគោលការណ៍ឬក៏គោលបំណងចក្ខុវិស័យរបស់អង្គការអាប៉ូប៉ូថាហេតុអីបានជាគេបង្រៀនកណ្ដុរឲ្យហាត់មីនហើយតើអ្នកណាជាដៃគូសហការជាមួយនឹងអង្គការណាហើយក្នុងនោះដែរគាត់ក៏បានបង្ហាញអំពីដៃគូរបស់ពួកគាត់គឺអង្គការស៊ីម៉ាក់ប្រហែលជាបងប្អូនបានស្គាល់ហើយដែលកាលនៅពីក្មេងៗតែនិយាយថាស៊ីម៉ាក់ដោះមីនណាបងប្អូនហើយបន្តមកទៀតគឺគាត់បញ្យល់អំពីគោលដៅដែលយើងបង្រៀនកណ្ដុរថាតើកណ្ដុរវាហាត់មីនបែបម៉េចគេបង្រៀនតាំងពីអាយុប៉ុន្មានណាក្នុងនោះដែរគាត់ក៏បានបញ្ជាក់ថាកណ្ដុរគេចាប់ផ្ដើមបង្រៀនតាំងពីពួកគាត់អាយុ4សប្ដាហ៍ហើយតេតងជាមួយកណ្ដុរនេះគឺមិនបានយកមកពីស្រុកខ្មែរទេគឺយកពីទ្វីបអាហ្វ្រិកមកពីប្រទេសតង់សានីគឺបង្កើតនៅតង់សានីហើយបង្រៀនពួកគាត់នៅតង់សានីរហូតដល់កណ្ដុរមានអាយុ1ឆ្នាំពួកគាត់ក៏មានការប្រឡងនៃការហាត់មីនដូចគ្នាដែរបន្ទាប់ពីកណ្ដុរចប់ការប្រឡងគឺពួកគាត់ត្រូវតែជិះយន្តហោះមិនមែនកណ្ដុរគាត់ទៅទិញសម្បត្តិយន្តហោះមកជិះខ្លួនឯងទេណាបងប្អូនគឺប្រជាពលរដ្ឋឬក៏បុគ្គលិកដែលនៅប្រទេសតង់សានីរៀបចំបញ្ជូនមកឲ្យធ្វើការហាត់មីននៅប្រទេសខ្មែរហើយបងប្អូនដឹងអត់កណ្ដុរមួយនេះគឺជាវីរបុរសដែលជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរយើងដែលនៅក្នុងតំបន់មានមីនដូចជាខេត្តព្រះវិហារបាត់ដំបងប៉ៃលិនសៀមរាបអីដែរជាពិសេសសៀមរាបយើងក៏មានមីនដែរបងប្អូនប៉ុន្តែមិនមែននៅក្នុងតំបន់ក្នុងក្រុងទេប៉ុន្តែនៅឆ្ងាយពីក្រុងជិតព្រំប្រទល់ជាមួយនឹងខាងព្រះវិហារអីណាបងប្អូនហើយបន្តមកទៀតគេបញ្យល់
ណែនាំជាច្រើនតាក់ទងពីរបៀបកណ្ដុរវាហាត់មានបែបម៉េចណាហើយបន្តគាត់នឹងមានសត្វកណ្ដុរបង្ហាញឲ្យមើលប៉ុន្តែអានេះគឺគាត់កំពុងតែបញ្យល់ថាផ្ទៃដីចំនួនប្រមាណ100ហិកតាប្រមាណ1000ហិកតាដែលសត្វកណ្ដុរវាបានហាត់មានណាហើយស្ដាប់ទៅគឺមានអារម្មណ៍ថាមានមោទនភាពចំពោះសត្វកណ្ដុរដែលវាគ្រាន់តែជាសត្វសោះតែវាបានជួយសង្គ្រោះជីវិតប្រជាពលរដ្ឋជាច្រើនដែលស្ថិតនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជាប្រទេសផ្សេងដែលអង្គការប៉ប៉ក៏ធ្វើការជាមួយហើយជំហានបន្តគាត់ក៏បាននិយាយអំពីក្របមៀនដែលខ្ញុំអត់ដែរបានឃើញទេគឺលើតែឈ្មោះថាមេនប៉ុន្តែពេលដែលខ្ញុំទៅទស្សនានៅទីកន្លែងនេះគឺបានឃើញហើយក៏បានស្គាល់ក្របមៀនជាច្រើនហើយថាតើវាមានផលប៉ះពាល់អីខ្លះទៅដល់ប្រទេសកម្ពុជាយើងពេលដែលខ្ញុំបានទៅមើលហើយគឺខ្ញុំពិតជាមានអារម្មណ៍ថាអស្ចារ្យមែនទែនបងប្អូនសម្បត្តិតែម្នាក់$10យើងស្ដាប់ទៅវារៀងថ្លៃសម្រាប់ប្រជាពលរដ្ឋខ្មែរយើងប៉ុន្តែបើសិនជាយើងទៅមើលហើយគឺមានអារម្មណ៍ថាអត់ស្ដាយលុយទេព្រោះបើនិយាយទៅគឺកណ្ដុរវាគេប្រទេសគេផ្សេងប៉ុន្តែគេខំជួយប្រទេសយើងណាដែលយើងគ្រាន់តែជាប្រជាពលរដ្ឋខ្មែរកាលសម័យខ្មែរក្រហមសម័យសង្គ្រាមវៀតណាមដែលពួកអាមេរិកទម្លាក់ក្របបែរហើយបន្តមកទៀតពលពតវាមានច្រើននៅស្រុកខ្មែរអញ្ចឹងវានៅតែបន្តរហូតដល់ឥឡូវហើយនេះគឺជាសត្វកណ្ដុរដែលហាត់មានហើយយើងអត់អាចតិនប៉ះបានទេដោយសារតែគេមិនអនុញ្ញាតឲ្យប៉ះព្រោះខ្លាចយើងលាបលេឬក៏លាបថ្នាំបាញ់មូសនៅលើស្បែកយើងអីខ្លាចប៉ះពាល់ដល់សុខភាពរបស់សត្វកណ្ដុរហើយតេតងជាមួយសត្វកណ្ដុរនេះវាប្រកែកហិតណាស់ដោយសារតែវាធំឡើងគឺយើងបង្រៀនឲ្យវាហាត់មីនហាត់ក្លិនគេហៅថាក្លិនតេអិនតេបងប្អូនអញ្ចឹងគឺវាប្រកែកក្នុងការហាត់ក្លិនមែនទែនហើយមួយទៀតគឺវាអត់ខ្លាចមនុស្សទេវាត្រូវការឲ្យយើងដែលជាភ្ញៀវអាចប៉ះអាចបីវាបានហើយវាអត់ខំយើងទេហើយអ្វីដែលសំខាន់ណាគឺធំជាងកដោខ្មែរយើងត្រង់ថាកដោខ្មែរយើងទូចហើយឃើញមនុស្សគឺរត់ទៅបាត់ប៉ុន្តែអាកដោ African Giant Pouch Rat នេះគឺវាអត់ដូចខុសគេត្រង់ថាវាមានមៀតធំហើយតេតងជាមួយនឹងកណ្ដុរដែលនៅទីនោះគឺមានឈ្មោះខុសគ្នាបងប្អូនអ្នកខ្លះឈ្មោះដូចខ្មែរណាអ្នកខ្លះឈ្មោះដូចអឺរ៉ុបទៅតាមគេដាក់ឲ្យហើយក្នុងនោះដែរក៏មានកណ្ដុរញីកណ្ដុរឈ្មោលដែលគាត់មកធ្វើការគឺគាត់អាចបង្កើតកូនបានទេតួនាទីរបស់គាត់គឺមកស្រុកខ្មែរដើម្បីសេវអាយុជីវិតឬក៏ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរបងប្អូនបើសិនជាបងប្អូនមានឱកាសបងប្អូនអាចចំណាយលុយ$10ដើម្បីទៅទស្សនាការបង្ហាញអំពីការរាវរកមីនរបស់សត្វកណ្ដុរនេះព្រោះវាជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការសម្អាតក្របមីននៅប្រទេសយើងផងដែរហើយបងប្អូនមើលខ្លួនទូចណាប៉ុន្តែគេដាក់ឈ្មោះថាជាវីរៈបុរសស្តូចហើយគឺគាត់ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរច្រើនមែនទែនហើយឥឡូវនេះគាត់កំពុងតែហាត់ក្លិនគាត់កំពុងតែប៉ះអាក្លិនមីនណាបងប្អូនហើយគាត់ scratch គាត់កាយដីដើម្បីបង្ហាញថាគាត់បានចិនក្របមីនហើយប៉ុន្តែក្នុងនោះមិនមែនជាមីនមែនទេគ្រាន់តែជាម្សៅគេហៅថា TNT គេដាក់នៅ4-5ក្រាមដើម្បីឲ្យគាត់ហាត់ក្លិនហើយសត្វកណ្ដុរនេះនៅពេលដែលគាត់នៅចំការមីនគាត់ដើរប៉ះប្រភេទដូចជាអេតចាយកតិចអេតចាយអីគឺគាត់អត់តកាយទេគឺគាត់ចាប់អារម្មណ៍មួយគត់គឺក្លិន TNT អ្នកខ្លះគេហៅ TNT អ្នកខ្លះគេហៅTNT ហើយ
កាត់មិញពេលដែលកាត់កាយហើយគឺបងពីរនាក់នោះកាត់ចុច click សលេង click ឲ្យរង្វិនកាត់ដូចជាចេហើយក៏ត្រឡប់មកវិញទៀតណាគេរកឃើញហើយប៉ុន្តែគេត្រឡប់មកម្ដងទៀតគេមកបញ្ជាក់ទីតាំងហើយឆ្លាតណាស់បងប្អូនអើយបើបងប្អូនបានទៅឃើញគឺថាសរសើរមិនដាច់ពីមាត់និយាយរួមទៅគឺវាឆ្លាតជាងខ្ញុំបងប្អូនហើយមួយទៀតដែរបងប្អូនតេតូនជាមួយនឹងកណ្ដុរនេះគឺគេទំនើបណាគេកេងសិតតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់24ម៉ោងហើយមុននឹងគេចេញទៅធ្វើការគឺគេលាប sunscreen នៅលើត្រជាក់ហើយនឹងកតុយទៀតអានេះយោងទៅតាមការបញ្យល់បង្ហាញរបស់បងស្រីអង្កាយដែលគាត់បញ្យល់ណាហើយមួយទៀតដែរគេធ្វើការតែ3ម៉ោងឯងតែយើងវិញធ្វើការឡើង7-8ម៉ោងហើយជីវិតគេឡើងល្អប៉ុន្តែយ៉ាងណាក៏យើងនៅតែសរសើរហើយក៏ថ្លែងអំណរគុណទៅដល់អ្នកដែលគាត់មានគំនិតផ្ដួចផ្ដើមចិញ្ចឹមកណ្ដុរដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរក៏ដូចជាប្រទេសអីផ្សេងៗណាបងប្អូនដែរគឺប្រកែកជាងមនុស្សត្រង់ថាមនុស្សយើងអត់អាចប្រើច្រមុះយើងទៅហាត់ខ្លាំងបានទេប៉ុន្តែសម្រាប់សត្វកណ្ដុរនេះគឺគាត់អាចហាត់ដឹងថាមាននៅត្រង់ណាបន្តមកទៀតណាបងប្អូនយើងក៏មកកាន់កណ្ដុរម្នាក់ម្ដងហើយគ្រប់ភ្ញៀវទាំងអស់ដែលគាត់ហ៊ានកាន់ហើយតេតូនជាមួយកណ្ដុរនេះដែរបងប្អូនគឺស្លូតណាស់អត់ដូចកណ្ដុរស្រោកយើងដែលឃើញតែមនុស្សគឺគ្នារត់បាសជើងតែកណ្ដុរនេះគឺអត់រត់តាណាទេដោយសារតែវាកើតមកភ្លាមគឺគេ train ពួកគាត់ឲ្យពួកគាត់មានភាពស្និទ្ធស្នាលចោះចំណោមជាមួយមនុស្សអញ្ចឹងគឺយើងអត់បាក់ភ័យថាវាឃើញយើងគឺវារត់ទេគឺមានតែមកអោបយើងវាលិតស្បែកយើងហើយមួយទៀតគឺថាបើសិនជាកណ្ដុរនោះឈ្មោលវាចូលចិត្តមនុស្សស្រីហើយបើសិនជាកណ្ដុរនោះញីវាចូលចិត្តមនុស្សប្រុសបងប្អូនអញ្ចឹងវារៀងច្លែកដែរតែគួរឲ្យស្រឡាញ់ខ្ញុំរៀងខ្លាចដំបងតែពេលដែលនៅយូរមកអារម្មណ៍ថាវាគួរឲ្យស្រឡាញ់ហើយបន្តមកទៀតយើងក៏បានចូលទស្សនាវីដេអូខ្លីនៅក្នុងបន្ទប់ចាក់វីដេអូណាបងប្អូនតាក់ទងជាមួយនឹងការដោះមីនជាស្ដែងនៅចំការក៏ដូចជាការបង្ហាញអំពីមតិយោបល់របស់ប្រជាពលរដ្ឋដែលគាត់ជាជនរងគ្រោះដោយសារក្របមីននៅខាងព្រះវិហារថាតើគាត់មានអារម្មណ៍បែបម៉េចនៅពេលដែលគេបានដោះក្របមីនចេញពីតំបន់របស់ពួកគាត់ហើយពួកគាត់សប្បាយចិត្តគាត់អរគុណដែលយើងមានវីរបុរសតូចទៅជួយដោះមីនណាហើយបន្ថែមពីនោះទៅទៀតក៏គេបានបង្ហាញអំពីទិន្នន័យចំនួនដីចំនួនក្របមីនដែលយើងរកបាននៅក្នុងឆ្នាំ2023-24ហើយជាចុងក្រោយគឺនាងខ្ញុំសនំពោទៅដល់ពុកម៉ែបងប្អូនដែលនៅក្នុងខេត្តសៀមរាបក៏ដូចជានៅក្នុងប្រទេសកម្ពុជាកុំភ្លេចមកចូលទស្សនានៅទីកន្លែងនេះគេហៅថាកណ្ដុរលពពណាហើយការចូលរួមរបស់អ្នកទាំងអស់គ្នាក៏ជាតួនាទីសំខាន់ក្នុងការចូលរួមបោសសម្អាតក្របមីននៅក្នុងប្រទេសកម្ពុជាផងដែរសូមអរគុណបងប្អូន